bạn chụp được số cùng mai bằng phốn mặt thẻ bạn prima để usaha tam đaในក្នុង channel របស់ខ្ញុំណាបាទក្នុង channel YouTube បាទ APC Strawberry Farm បាទហើយឥឡូវខ្ញុំបានបង្កើតសហសម្ព័ន្ធចងក្រុមបាទហើយឥឡូវនេះខ្ញុំបានបង្កើតឈ្មោះមួយទៀតគឺ ASV បាទ APC Sibenthun One Molinda ហ្នឹងហើយបាទពួកខ្ញុំ3នាក់គឺយើងចាប់បាទចាប់ដៃគ្នាបង្កើតបាទធំបាទឥឡូវពីមួយឆ្នាំទៅមួយឆ្នាំយើងចេះតែបរិយាខ្លួនធំទៅបាទដើម្បីជាប្រយោជន៍មួយដែលឲ្យក្នុងស្រុករបស់យើងហ្នឹងគាត់កាន់តែនិយមដាំបាទហើយនេះគឺជា strawberry ពូជវ៉ារទីបាទពូជវ៉ារទីនេះគឺបាទជាពូជផ្លែធំវែងសាច់វាស្វិតជូរអែបហ្នឹងហើយវាអាចคลายដែរបាទ strawberry ប្រភេទហ្នឹងណានិយាយទៅ strawberry គ្រប់ប្រភេទវាអាចคลายបើសិនជាយើងអត់ចេះដាំបានផ្លែបានផ្កាយដែរប៉ុន្តែយើងអត់ចេះដាំវានៅតែហុចផលឲ្យយើងអត់បានល្អអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងពូជនេះគឺជាបាទកូនវានេះមួយខែបាទអាយុវាមួយខែជាងហ្នឹងបាទគឺល្មមកាត់បានមួយខែ20ថ្ងៃអានេះបាទហើយវ៉ារទីនេះគឺពួកខ្ញុំរៀបចំគម្រោងដាំ 20,000 ដើមបាទដើម្បីប្រមូលផលហ្នឹងឲ្យវាច្រើនជាងរដូវមុនបាទហើយរដូវនេះទោះបីជាមានបញ្ហាបាទកូវីដបាទតែខាងខ្ញុំនឹងសង្ឃឹមថាបងប្អូននៅតែគាំទ្របាទទោះបីជាយើងវាយចេញទៅក្រៅមិនបានឬក៏ក្នុងស្រុកយើងមិនសូវនិយមហូបក៏យើងមានវិធីសាស្ត្របាទសម្រាប់រក្សាវាបានយូរអញ្ចឹងណាបាទហ្នឹងហើយពួកវ៉ារទីនេះបាទវាលក្ខណៈពិសេសរបស់វាគឺបាទលក្ខណៈពិសេសរបស់វាគឺទី1វាធន់ណាវាធន់នឹងកម្ដៅបាទហើយតម្លៃដើមវាគឺថ្លៃហើយពូជនេះដំបូងឡើងបងអស់គឺខាងលោកអ៊ូសម្បូរបាទអ៊ូសម្បូរគាត់នាំចូលមកគាត់ដាំនៅពោធិ៍សាត់ណាបាទហ្នឹងហើយនៅអូសោមដល់ក្រោយមកគាត់ឈប់ដាំហ្នឹងហើយខ្ញុំបាទបានពូជពីគាត់ខ្លះបាទហើយម៉ាក់ខ្ញុំហើយនឹងបងប្រុសខ្ញុំគាត់រស់នៅស្រុកក្រៅនៅញូវយ៉កហើយក៏បានទៅអាឡាស្កាបាទដែលមានមិត្តភ័ក្តិគាត់នៅអាឡាស្កាគេដាំអាហ្នឹងដែរបាទគេដាំពូជវ៉ារទីហ្នឹងល្អហើយធំទៀតបាទអញ្ចឹងខ្ញុំបានពូជបាទ 10,000 ដើមខាងម្ដាយរបស់ខ្ញុំគាត់ផ្ញើមកហើយខ្ញុំក៏ចេះប្រកាត់រហូតទៅវាបានរីករាលដាលបាទធ្វើជាដើមមេបាទនៅរដូវក្តៅយើងពិបាកថែទាំដែរបាទពួកនេះដោយសារតែកាសធាតុក្តៅខ្លាំងបាទអញ្ចឹងយើងចល័តទៅរកកន្លែងតំបន់ព្រៃភ្នំបាទមានទឹកជ្រោះដងអូអញ្ចឹងទៅដើម្បីរក្សាវាបានយូរហើយការតែងមកហ្នឹងគឺរឹសទេបាទរឹសអានេះកូនបាទយើងដាំរឹសវាទៅវាកាត់កូនកាត់អីមកបាទវាផ្លែបដាហើយបាទផ្លែបដាវាមិនដល់ដូចរដូវរបស់វាទេរដូវរបស់វាខែ11អីបាទខែ11បានចាប់ផ្ដើមផ្លែច្រើនយើងអាចលក់នៅលើទីផ្សារបានហើយ1ហិកតាយើងបេះម្ដងនេះយើងអាចបាន6-700 គីឡូដែរណាបាទមកយើងដាំបានល្អបាទហើយអាកាសធាតុវាអត់ប្រែប្រួលលឿនបាទអញ្ចឹងវាដាំដើមប្រភេទនេះគឺយើងអ្នកម្ចាស់កសិដ្ឋានម្ចាស់ចម្ការហ្នឹងគឺសិក្សាខ្លាំងណាបើសិនជាយើងអត់ផ្លាស់ប្ដូរតាមអាកាសធាតុឲ្យលឿនទេយើងខាតបងច្រើនបាទពួកសត្រូវរបស់វាហ្នឹងគឺពន្លឺព្រះអាទិត្យហើយនឹងកម្ដៅថ្ងៃក្តៅខ្លាំងបាទហើយទឹកភ្លៀងធ្លាក់ជប់ជាំហើយស្រុកយើងហ្នឹងគឺជួបឧបសគ្គធំបំផុតហ្នឹងគឺនៅខែ9ខែ10វាភ្លៀងធ្លាក់ជាប់គ្នាបាទជាប់គ្នា7 8ថ្ងៃ10 20ថ្ងៃខ្លះរហូតដល់មួយខែគឺងាប់អស់តែម្ដងបាទថែទាំអញ្ចឹងយើងគួរចេះវិធីសាស្ត្រណាពេលដែលភ្លៀងជោកជាំឬក៏មានទឹកចំនួនអីមេរោគបាទមេរោគកើនមកវារលួយរឹសបាទរលួយរឹសអីអញ្ចឹងទៅបាទហ្នឹងហើយវាធ្វើឲ្យ strawberry របស់យើងហ្នឹងគឺបាទវាឆាប់ខូចបាទអញ្ចឹងការដាំរបស់យើងជាហិកតាអីគឺយើងប្រយ័ត្នដែរបាទយើងចំណាយមួយហិកតាយើងចំណាយលុយថា$50,000 ឧទាហរណ៍ណាបាទប៉ុន្តែតាមធម្មតាអានោះសម្រាប់អ្នកដែលដាំដំបូង$50,000
đập mơ này nó cứ quạt rơi tới chừng này chẳng bây quạt trong đầm bàn Paul bàn tái cả ở một Paul play màu vẫn cơ dương là hơn này và dương chừng này lơ pram mơ nữa lá và dương kịch mơ tới tha đập cái lỗ và dương đầm hecta đó bạn đập cái lỗ dương vô ta đập đô la chiên cho đập pi đập bay đô la ta ở mà pon cái lỗ dương lụ ban vào màn là ngày sầm rạp bong ôn mấy conត្រូវការចំណាយលើជីទាំងអស់បាទទៅលើជីដែលកម្លាំងពលកម្មអញ្ចឹងបាទវាអស់ទៅលើកម្លាំងពលកម្មនិងការផលិតជីទេបាទហ្នឹងហើយអញ្ចឹងវាដល់ទៅពេលយើងដាំបានច្រើនខ្លួនឯងមានបទពិសោធន៍អីទៅចំណាយវាកាន់តែតិចហើយដូចពួកខ្ញុំមួយឆ្នាំយើងចំណាយទៅលើជីអញ្ចឹង 40,000 ជាងបាទគាត់ចំណាយទៅលើបាទគម្រោងការផលិតជាង 40,000 អញ្ចឹងយើង 40,000 ជាងហ្នឹងទៅលើប្រមាណដីហិកតាយើងអាចដាំបានពី 8 ហិកតាទៅ 10 ហិកតាតែយើងបានទិន្នផលមកវិញវាលើសហ្នឹងបាទយើងលក់ទៅបាទលក់បានផ្លែបានអីទៅហើយបើយើងអត់ហ៊ានចំណាយជាងតិចយើងអត់ដាំអត់បានទេតែនេះដោយសារខាងខ្ញុំចេះបច្ចេកទេសខ្លួនឯងបាទខាងផលិតជីបាទធ្វើដីបាទថែទាំការប្រើប្រាស់ទឹកអីចឹងទៅយើងអាចធ្វើខ្លួនឯងបានអញ្ចឹងវាកាត់បន្ថយចំណាយច្រើនហើយសម្ងាយរបស់យើងលក់បានខ្លះពួកយើងអត់តន់ដាំពួកយើងជាដាំនៅក្នុងគម្រោងយកមេទេរដូវហ្នឹងណាបាទគឺមិនមែនដាំដើម្បីយកផ្លែទេតែវាផ្លែមកក៏តម្លៃរបស់វាគឺថ្លៃដែរសូម្បីតែប្រទេសវៀតណាមថៃហើយក៏គេដាំបាទគឺរដូវនេះគេលក់នៅក្នុងស្រុកគេថ្លៃបាទបើសិនតែគាត់យើងចេញទៅក្រៅក៏ថ្លៃដែរបាទអញ្ចឹងបាទតែសម្រាប់ខាងនេះគឺមាននៅខាងពួកអឺរ៉ុបរដូវឥឡូវហ្នឹងក៏អឺរ៉ុបគេបញ្ចេញមកច្រើនបាទហ្នឹងហើយនេះជាពួកវ៉ាទីអីបាទហ្នឹងហើយពូជវ៉ាទីអីអានេះផ្លែ 4-5 សានេះបាទអានេះផ្លែចង់ដៃបាទយើងបេះអស់ហើយហ្នឹងហើយខ្ញុំគាត់បង្ហាញខ្លីៗប៉ុណ្ណឹងជូនបងប្អូនយើងអញ្ចឹងណាបាទហើយកូនផ្សាំដើម្បីយើងត្រៀមបាទកាត់មួយខែកន្លះខែមួយខែទៀតយើងកាត់បានណាបាទអញ្ចឹងឥឡូវនេះខាងពួកខ្ញុំសន្សំកូនហ្នឹងវាបានចិត្ត 20,000 ដើមហើយប្រហែលជាកន្លះខែទៀតយើងបានគ្រប់ចំនួនបាទយើងនៅរក្សាវាទៀតបាទរក្សាវារហូតដល់ខែ 11 អញ្ចឹងឥឡូវខែ 7 វានៅ 4 ខែទៀតត្រូវថែតមអាហ្នឹងថែតមអត់បានល្អវាងាប់ដែរហ្នឹងណាបាទអញ្ចឹងបរទីនេះមិនថាស្ទ្រូប៊េរីប្រភេទណាឲ្យតែបងប្អូនឧស្សាហ៍ថែទាំបាទការពារពីសត្វល្អិតហើយបាទចេះតែបច្ចេកទេសទឹកឲ្យច្បាស់ទៅបច្ចេកទេសដីនឹងឲ្យច្បាស់ទៅបាទហើយបច្ចេកទេសបាទផលិតជីនឹងឲ្យច្បាស់ទៅគឺយើងដាំបានផលហើយហ្នឹងហើយបងប្អូនយើងខ្លះគាត់ដាំបានផ្កាដែរផ្លែដែរបានវាតិចបាទ1 2 5 10ផ្លែទៅបាទប៉ុន្តែផ្លែណាដែលគួរយកបានឬមិនគួរយកបានបាទអាហ្នឹងយើងសិក្សាកាន់តែជ្រៅទៅណាបាទបើសិនជាយើងអត់សិក្សាឲ្យច្បាស់ទេផ្លែខ្លះក្តឹបក្តៀបទីផ្សារគេអត់យកទេហ្នឹងហើយបើផ្លែមកល្អស្រស់ធំដូចគ្នាទៅបាទមានអាលេខ1មានអាលេខ2ទៅអាណាតូចយើងដាក់ឲ្យតូចអាណាធំដាក់ឲ្យធំទៅអាហ្នឹងទិន្នផលរបស់យើងនាំចេញទៅក្រៅអីល្អបាទហ្នឹងហើយគេត្រូវការរបស់យើងបាទដោយសារតែខ្ញុំនៅម្នាក់ឯងយើងដាំម្នាក់ឯងអញ្ចឹងណាចង់និយាយថាដោយសារតែអត់តមានបងប្អូនយើងក៏ដាំជាលក្ខណៈហិកតាបាទហើយបច្ចុប្បន្នរយៈពេល 8 ឆ្នាំនេះខ្ញុំដាំជាឡាត់ទីបាទតែកន្លែងខ្ញុំគឺភាគច្រើនគឺខ្ញុំផ្ដោតទៅលើចិញ្ចឹមសត្វបាទអញ្ចឹងហើយដំណាំនេះខ្ញុំចាយដីទៅលើតែកន្លះហិកតាបាទហើយមួយចំនួនទៀតគឺយើងដាំល្ងបាទដាំល្ងផ្គត់ផ្គង់ដាំល្ងម្ទេសពោតសដែកអញ្ចឹងទៅយើងផ្គត់ផ្គង់ទៅខាងភាគីថៃបាទអញ្ចឹងហ្នឹងហើយដល់សល់ដីមួយចំនួនហ្នឹងយើងចេះដៃតនេអញ្ចឹងដាក់ណាបាទហើយដីមួយចំនួនដែលជួលបងប្អូនបានហ្នឹងវាសមស្របនឹងដំណាំហ្នឹងយើងជួលហើយ2 ហិកតា 3 ហិកតាchứយើងដាក់ចោលទៅបាទព្រោះយើងប្រមូលដៅរបស់វាបានតែ 4 ខែទេបាទខែទី 4 ហ្នឹងគឺវាចាប់ផ្ដើមបង្ហាញអស់បាទនិយាយឲ្យចំទៅក្នុងស្រុកខ្មែរហ្នឹងគឺ 3 ខែបាទ 3 ខែបាទ
ចាប់ពីខែ11ដល់ខែ3ហ្នឹងអស់ហើយយើងដាំខែ11ណាខែ11អញ្ចឹងទៅបាទខែ11ខែ12ខែ1វាផ្លែបាទវាផ្លែទៅបាទខែពាក់កណ្ដាលខែ1ហ្នឹងយើងបេះបានណាបេះបដារហូតដល់ខែបាទដល់ខែចិត្តដាក់ខែ4ហ្នឹងអស់តែម្ដងបាទហើយពេលខ្លះទៅបើសិនផ្លែវាអត់ល្អអីបាទឬអាកាសធាតុប្រែប្រួលអីយើងប្រមូលបាទដើមខែ3អស់តែម្ដងតែបើអាកាសធាតុនៅអំណោយផលណាមេឃសតុំបាទតែបើសិនតែមេឃសតុំហើយក្តៅហើយសតុំអាហ្នឹងបោះយើងគឺងាប់វាហួតទឹកឆាប់ហួតបាទអញ្ចឹងធ្វើឲ្យដីយើងឆាប់ក្តៅវាងាប់អញ្ចឹងយើងដាំបានតែប្រមូលផលបានតែប្រហែលខែហ្នឹងទេ3ខែហ្នឹងទេអញ្ចឹងយើងត្រូវឈូសវាចោលហើយបាទឈូសវាចោលដកវាចោលហើយរក្សាកូននេះទុកបាទរក្សាកូនវាពូជវាទុករហូតដល់យើងដាំនៅពេលក្រោយទៀតសម្រាប់មួយខែបាទខែ5អីយើងសម្រាប់បាទសម្រាប់ភ្ជួររាស់ដីចោលហ្នឹងហើយបាទខ្ញុំបង្ហាញខ្លីៗប៉ុណ្ណឹងបាទ